សម្រាប់អ្នកគេគឺខ្ញុំអត់ដឹងឯណាប៉ុន្តែបើសម្រាប់ខ្ញុំវិញណាបើថាបានមកលេងនៅខេត្តសៀមរាបហើយអត់បានមកញ៉ាំបាយថ្ងៃត្រង់នៅភូមិព្រះដាក់មានអារម្មណ៍ថាដូចអត់បានមកលេងខេត្តសៀមរាបអញ្ចឹងហើយពេលបានមកលេងខេត្តសៀមរាបម្ដងបងប្អូនតាគ្នាសវត្តទៅកន្លែងណាជាងគេបើខ្ញុំវិញគឺសវត្តមក3កន្លែងហ្នឹងហ្មងជាពិសេសគឺប្រាសាទអង្គរវត្តជាមួយនឹងផឹកទឹកត្នោតអីហ្នឹងបើថាទៅកន្លែងផ្សេងខេត្តផ្សេងទៅតែម្ដងអីមានអារម្មណ៍ថាលេងចង់ទៅទៀតហើយក៏ប៉ុន្តែខេត្តសៀមរាបនេះមួយគឺខ្ញុំជឿជាក់ថាមិនមែនមានតែខ្ញុំទេគឺមានបងប្អូនច្រើនមែនតើហ្មងបើថាបានមកលេងហើយគឺចង់មកលេងទៀតហ្មងហើយឲ្យទៅដល់ថ្ងៃទៅផ្ទះវិញគឺអត់ចង់ទៅទេហើយបើនិយាយទៅទឹកដីសៀមរាបក៏ដូចជាខេត្តសៀមរាបគឺជាខេត្តដែលខ្ញុំស្រឡាញ់ជាងគេហ្មងទោះជាផ្លូវចិត្តពេលខ្លះមានអារម្មណ៍អត់សូវសប្បាយចិត្តមិនក៏ដោយគ្រាន់តែថាមកដល់ទឹកដីខេត្តសៀមរាបភ្លាមគឺផ្លូវចិត្តត្រជាក់ល្ហឹមនិយាយត្រង់ណាហើយបើថាបានញ៉ាំទឹកថ្នោតបង្កចិត្តទៀតគឺត្រជាក់ដល់បេះដូងចាហើយឥឡូវនាំបងប្អូនតាគ្នាមកស្គាល់កន្លែងញ៉ាំបាយថ្ងៃត្រង់នៅភូមិព្រះដាក់ដែលឆ្ងាញ់ណាកន្លែងគាត់ឈ្មោះចៃធំឲ្យតែខ្ញុំមកលេងខេត្តសៀមរាបគឺខ្ញុំមកញ៉ាំកន្លែងគាត់ដោយសារកន្លែងគាត់ឆ្ងាញ់ណាបងប្អូនតាគ្នាអាចមកតាមខ្ញុំបានកន្លែងគាត់ហ្នឹងមានត្រីខ្នាប់មានមាន់អាំងអីចឹងណាហើយមាន់អាំងគាត់មួយហ្នឹងគឺ30000រៀលខ្ញុំយកមាន់អាំងមួយជាមួយនឹងត្រីខ្នាប់មួយត្រីខ្នាប់មួយដូចជា5 6000ខ្ញុំភ្លេចបាត់ហើយមាន់មួយ30000គាត់ហ្នឹងគឺថែមទឹកជ្រលក់ឲ្យយើង3 4 5មុខក៏និយាយទៅគឺមានជាមួយនឹងអាស្អីប្រហុកក្រងអីនេះឆ្ងាញ់ណាហើយមាន់គាត់ហ្នឹងគាត់និយាយថាមាន់ស្រែតែយើងមិនដឹងថាជាមាន់អីពិតប្រាកដមាន់3សាយក៏យើងមិនដឹងដែរគ្រាន់ថារសជាតិសាច់មាន់ក៏វាមិនដាស់ណាស់ដែរប៉ុន្តែទឹកសគាត់លាបលើសាច់មាន់ហ្នឹងគឺឆ្ងាញ់ហ្មងហើយបើមួយអាត្រីខ្នាប់នេះគាត់វិញអូយឆ្ងាញ់ខ្លាំងណាស់រសជាតិរបៀបថាអត់ប្រៃអត់សាបល្មមបដ ாய் ឆ្ងាញ់ណាបងប្អូនទាំងអស់គ្នាបើសិនជាបានមកញ៉ាំតាមខ្ញុំហ្នឹងយកត្រីខ្នាប់គាត់ហ្នឹងឆ្ងាញ់ហ្មងហើយម្ហូបទាំងអស់ហ្នឹងបើថាបានញ៉ាំជាមួយនឹងដៃផ្ទាល់ដូចខ្ញុំមិនចេះទៀតគឺថាឆ្ងាញ់ហ្មងបាច់រៀបរឹកអីច្រើនទេចាអញ្ចឹងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេអរគុណជំរាបលា